ខ្ញុំនឹងកែប្រែកតាបតម្លៃ$50នេះទៅជាកតាបថ្មីដូចដើមវិញអូនប្រុសម្នាក់គាត់ឃើញ TikTok ផុនខ្ញុំគាត់តាក់ទងមកខ្ញុំហើយសួរបងកតាបខ្ញុំប្រឡាក់អញ្ចឹងបងធ្វើចាញ់អត់កតាបគាត់តាមមើលសភាពទៅគឺគាត់រៀងស្នឹមក្អែហើយនឹងអាចដើរអុចអញ្ចឹងដោយសារគាត់ប្រញាប់យកទៅពាក់ដែរអញ្ចឹងខ្ញុំក៏អត់ត្រាំបានយូរដែរគឺខ្ញុំត្រាំរយៈពេលតែកន្លះម៉ោងទេផលិតផលដែលខ្ញុំត្រូវយកមកធ្វើហ្នឹងគឺឈុតទឹកថ្នាំពណ៌បៃតងដែលខ្ញុំហៅថាឈុត AB ហ្នឹងគឺខ្ញុំយកមកធ្វើជាមួយនឹងកតាបនេះហើយសូមបញ្ជាក់បងប្អូនថាកតាបនេះមិនមែនជាប្រភេទសាច់កណាត់ទេគឺជាប្រភេទកស៊ូកតាបប្រភេទកស៊ូអញ្ចឹងខ្ញុំក៏បានតាក់ទងទៅសួរបងប្អូនវិញថាបងប្អូនកតាបនេះជាប្រភេទសាច់កស៊ូអញ្ចឹងបងអត់ដែរធ្វើទេអញ្ចឹងបងអត់ហ៊ានធ្វើឲ្យទេគាត់ថាធ្វើទៅបងមកជ្រុលយកទៅហើយណាមួយបើសិនជាអត់ធ្វើក៏គាត់យកទុកផ្ទះអត់ប្រើទៅដែរអញ្ចឹងគាត់ខ្ញុំលើថាគាត់អូខេហើយខ្ញុំក៏ធ្វើទៅប៉ុន្តែខ្ញុំអត់ហ៊ានត្រាំយូរទេគឺខ្ញុំត្រាំតែកន្លះម៉ោងទេគឺធ្វើការដោះវាក្តៅផងអីផងអញ្ចឹងទឹកថ្នាំហ្នឹងគឺវាជួយកម្ចាត់ស្នាមស្នឹមក្អែកអាវកដៃហើយនឹងឡើងលឿងស្លៀកអាចដើរសម្រាប់ទឹកប៊ិចហ្វឺតឈាមបើប្រឡាក់ថ្មីអាចធ្វើចាញ់តែបើប្រឡាក់យូរហើយធ្វើអត់ចាញ់ទេហើយនៅលទ្ធផលបន្ទាប់ពីខ្ញុំត្រាំរយៈពេលកន្លះម៉ោងហើយធ្វើការដោះវាទៅឃើញថាវាស្អាត95%ហើយផលិតផលនេះក៏ខ្ញុំមានលក់ដែរសម្រាប់សេវាកម្មកម្ចាត់ស្នាមប្រឡាក់ក៏ខ្ញុំមានទទួលសេវាកម្មបើកឲ្យដែរហើយផលិតផលនេះក៏ខ្ញុំមានលក់ដែរសម្រាប់សេវាកម្មកម្ចាត់ស្នាមប្រឡាក់ក៏ខ្ញុំមានទទួលសេវាកម្មបើកឲ្យដែរសម្រាប់ព័ត៌មានលម្អិតដែលទាំងអស់គ្នាអាចឆាតមកខ្ញុំបានឆាតតាម Page ក៏បាន Facebook ក៏បាន Telegram ក៏បាន TikTok ក៏បានសម្រាប់ការឆ្លើយតបយូរបងប្អូនកុំប្រកាន់ឲ្យដោយសារខ្ញុំគាត់បុកមកច្រើនពេក